ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទសាជាថ្មីមួយរយៈនេះដោយសារសង្កេតឃើញមានបងប្អូនជាច្រើនបានសាកសួរអំពីវិធីសាស្ត្រនៃការធ្វើផ្ទះចាបថ្ងៃនេះទំនេរដៃពីការងារបន្តិចក៏ឆ្លៀតធ្វើវីដេអូបង្ហាញអំពីរបៀបនៃការធ្វើផ្ទះចាបទាំងអស់គ្នាហើយក៏សង្ឃឹមដែរថាបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានទស្សនាវីដេអូនេះចប់អាចជួយជាគំនិតខ្លះដើម្បីអាចឲ្យបងប្អូនទាំងអស់គ្នាយកទៅអនុវត្តឬក៏ធ្វើតាមនៅឯផ្ទះហើយម៉ូដផ្ទះចាបដែលខ្ញុំកំពុងធ្វើនេះដែរជាម៉ូដដែលលក់ដាច់ខ្លាំងជាងគេក្នុងពេលបច្ចុប្បន្នវិធីសាស្ត្រនៅក្នុងការធ្វើផ្ទះចាបនេះឡើងមិនពិបាកទេបងប្អូនទាំងអស់គ្នាដោយបងប្អូនទាំងអស់គ្នាបានមើលឃើញនៅក្នុងវីដេអូនេះអញ្ចឹងអ្វីដែលត្រូវការខ្លាំងជាងគេបំផុតគឺឧបករណ៍ហើយនឹងចំណេះជំនាញយល់ដឹងខ្លះអំពីការប្រើប្រាស់ទៅលើឧបករណ៍ទាំងអស់ហ្នឹងបន្ទាប់ពីបានប្រើប្រាស់ឧបករណ៍ដើម្បីកាត់ចេញម៉ូដផ្ទះចាបដែលយើងចង់បានពេលនេះដល់ពេលផ្គុំផ្នែកទាំង4នៃផ្ទះចាបដំបូលនៃផ្ទះចាបនេះដែរមានមុំ45ដឺក្រេហើយមាន2ជាន់ផ្នែកខាងលើមានរន្ធមួយផ្នែកខាងក្រោមមានទ្វារមួយហើយនិងបង្អួច2សងខាងបន្ទាប់ពីដំឡើងតួផ្ទះដំបូលហើយនឹងការរចនាបន្ថែមរួចមកពេលនេះយើងទទួលបានផ្ទះចាបដ៏សែនស្រស់ស្អាតមួយអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នាវីដេអូក្រោយអរគុណ